បាទសួស្តីពុកម៉ែបងប្អូនទាំងគ្នាបាទឥឡូវសូមពុកម៉ែបងប្អូនទាំងគ្នាមកមើលនៅគ្រឿងផ្សំសម្រាប់យើងធ្វើនំបញ្ចុកស្រស់បងប្អូនណាហ្នឹងហើយដែលមានដូចជាឈាមជ្រូកបាទឈាមជ្រូកខ្ញុំទិញប្រហែលជា2គីឡូបងប្អូនណាបន្ទាប់ពីឈាមជ្រូកហើយបងប្អូនមើលនៅគ្រឿងផ្សំគ្រឿងឈ្ងុយនិងគ្រឿងកាត់ឆ្អាបនឹងមានដូចជាគល់ក្រៃល្មៀតខ្ចីខ្ទឹមសបន្ទាប់មកទៀតបងប្អូនមានដូចជាឆ្អឹងស៊ុបសម្រាប់យើងធ្វើទឹកស៊ុបអញ្ចឹងបងប្អូនគ្នាបាទចំពោះឆ្អឹងស៊ុបនេះខ្ញុំទិញប្រហែលជា1គីឡូកន្លះបាទមានយេហ៊ឺបាទយេហ៊ឺនឹងប្រហែលជា3ខាំបងប្អូនណាបាទហើយនឹងមានត្រីហ្នឹងខ្ញុំទិញចំនួន1កង់បើមួយកង់នេះបើគិតជាគីឡូប្រហែលជាចូលចិត្ត1គីឡូដែរបងប្អូនណាបាទហ្នឹងហើយបាទបងប្អូនណាបន្តមកទៀតមានដូចជាកាពិហើយនិងអំពិលទុំបងប្អូនសម្រាប់យើងធ្វើទឹកកាពិហើយនិងទឹកអំពិលទុំបងប្អូនហ្នឹងហើយអញ្ចឹងនំបញ្ចុកស្រស់នេះតើបងប្អូនត្រូវតែមានទឹកកាពិនិងទឹកអំពិលទុំហ្នឹងបាទបានវាត្រូវគ្រឿងក្រៅរបស់វាបងប្អូនណាហ្នឹងហើយអញ្ចឹងបន្ទាប់មកទៀតហ្នឹងបន្ទាប់ពីទឹកបាទឲ្យខ្ញុំដាំធ្វើទឹកស៊ុបហ្នឹងក៏ចាប់ដើមពុះហើយបងប្អូនណាហ្នឹងហើយអញ្ចឹងបន្ទាប់ពីទឹករបស់ខ្ញុំបានពុះហើយខ្ញុំក៏ចាប់ដើមបើកគម្របចេញក៏យកឆ្អឹងស៊ុបមកដាក់ចូលនៅក្នុងឆ្នាំងតែម្ដងបងប្អូនណាហ្នឹងហើយឥឡូវខ្ញុំសូមយកឆ្អឹងស៊ុបមកដាក់ចូលនៅក្នុងឆ្នាំងតែម្ដងទៅបងប្អូនណាដើម្បីខ្ញុំដាក់រងាស់បាទដើម្បីយើងធ្វើនៅទឹកបាទទឹកស៊ុបនំបញ្ចុកស្រស់ទាំងអស់គ្នាបងប្អូនឥឡូវខ្ញុំចាប់ដើមយកនៅយីហ៊ឺបាទយកនៅបង្គាបាទយកនៅឆ្អឹងស៊ុបបាទឥឡូវបន្ទាប់ពីខ្ញុំបានយកឆ្អឹងស៊ុបមកហើយខ្ញុំក៏ចាប់ដើមដាក់ឆ្អឹងស៊ុបហ្នឹងចូលទៅក្នុងឆ្នាំងតែម្ដងបងប្អូនណាដើម្បីខ្ញុំដាក់រងាស់វាដើម្បីយើងធ្វើទឹកនំបញ្ចុកស្រស់បងប្អូនណាបាទពុកម៉ែបងប្អូនទាំងអស់គ្នាបាទបន្ទាប់ពីបានបង់នៅឆ្អឹងស៊ុបចូលឬរាល់ហើយក៏ចាប់ដើមដាក់នៅបង្គាក្រៀមចូលវិញម្ដងបងណាឥឡូវខ្ញុំសូមចាក់បង្គាក្រៀមចូលតែម្ដងទៅបងប្អូនណាបាទបន្ទាប់បានបង់នៅបង្គាក្រៀមចូលរួចរាល់ហើយក៏ចាប់ផ្ដើមដាក់នៅយេហ៊ឺចូលវិញម្ដងបងប្អូនឥឡូវខ្ញុំសូមបង់យេហ៊ឺចូលតែម្ដងណាបងប្អូនណាបាទបាទពុកម៉ែបងប្អូនទាំងអស់គ្នាបាទបន្ទាប់ពីខ្ញុំបានបង់នឹងគ្រឿងក្រៅចូលរួចរាល់ហើយក៏ចាប់ផ្ដើមយកត្រីទៅបង់ចូលក្នុងស៊ុបវិញម្ដងបងណាឥឡូវខ្ញុំសូមបង់ត្រីចូលក្នុងឆ្នាំងស៊ុបតែម្ដងនោះបងប្អូនណាដើម្បីដាក់រងាស់បាទបន្ទាប់ពីបង់គ្រឿងក្រៅចូលទៅក្នុងឆ្នាំងស៊ុបបាទបន្ទាប់ពីបង់ត្រីរួចរាល់គ្រឿងក្រៅរាល់ហើយក៏ចាប់ផ្ដើមមកកាន់នៅគ្រឿងយើងវិញម្ដងបាទឥឡូវខ្ញុំចាប់ផ្ដើមយកគ្រឿងមកកាន់បាទចំពោះគ្រឿងហ្នឹងបងប្អូនដាក់នៅក្នុងម៉ាស៊ីនកាន់បងប្អូនត្រូវតែចាក់ទឹកសចូលមកបន្តិចបងប្អូនណាដើម្បីឲ្យវាកិនទៅវាម៉ត់ល្អអញ្ចឹងបងប្អូនគ្នាកាលណាបើសិនយើងអត់ដាក់ទឹកទេគឺកិនទៅវាអត់ម៉ត់ចូលអត់ម៉ត់ល្អទេបងប្អូនហ្នឹងហើយគេបងប្អូនបាទហ្នឹងអញ្ចឹងបងប្អូនដាក់ទឹកចូលបន្តិចដើម្បីយើងកិនឲ្យវាម៉ត់ល្អបងប្អូនណាបាទពុកម៉ែបងប្អូនទាំងគ្នាបាទបន្ទាប់ពីគ្រឿងយើងបានកិនម៉ត់ហើយក៏ចាប់ផ្ដើមយកកន្ត្រងមកដើម្បីយើងដាក់ជ្រុំហ្មងណាជ្រុំហ្នឹងហើយជ្រុំយើងយកទៅទឹកគ្រឿងរបស់យើងនេះដើម្បីយើងអត់ឲ្យដល់យកកាត់ទេបាទខ្ញុំចាប់ដើមជ្រុំបន្ទាប់ពីជ្រុំរួចរាល់ខ្ញុំចាប់ដើមមកច្រាំខ្ទឹមសដើម្បីយើងធ្វើទឹកកាពិបាទឥឡូវខ្ញុំចាប់ដើមចូលច្រាំនៅខ្ទឹមសទៅបងប្អូនហ្នឹងហើយបាទអញ្ចឹងបន្ទាប់ពីខ្ញុំបានច្រាំនៅខ្ទឹមសមករួចរាល់ហើយខ្ញុំក៏ចាប់ដើមយកខ្ទះមកខ្ញុំចាក់ខ្លាញ់ចូលបន្តិចទុកខ្ទះយើងឲ្យក្តៅបន្ទាប់មកខ្ញុំចាក់ខ្ទឹមសចូលបាទយើងលីងឆាវាដើម្បីឲ្យវាឡើងខ្ទឹមនឹងហមស្ពប់អស់ហើយយើងចាប់ដើមចាក់ទឹកកាពិចូលតែម្ដងដើម្បីយើង